សួស្តីដល់អ្នកខ្ញុំរតនាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបវាយអក្សរបារាំងនៅលើ keyboard អង់គ្លេសហើយថ្ងៃនេះខ្ញុំចង់ផ្ដោតសំខាន់ទៅលើការវាយ les accents le tréma la cédille ហើយជាពិសេសនោះគឺ o e entrelacé o e ជាប់គ្នាជាទូទៅអ្វីដែលខ្ញុំធ្លាប់ជួបគឺមនុស្សមួយចំនួនដែលគាត់ចាប់ផ្ដើមវាយអក្សរបារាំងដំបូងនៅពេលដែលវាយដល់ស្រៈដែលមាន les accents ដែលមាន tréma ដែលមានអីសក់ពីលើហ្នឹងគឺគាត់ជ្រើសរើសវិធីមួយគឺចូលទៅក្នុង insert ហើយយក symbol ហើយគាត់បដូរ font ឬក៏រើសយកស្រៈណាមួយដែលមានអក្សរពីលើហ្នឹងគឺគាត់ចុចយក insertយកតែម្ដងអញ្ចឹងវិធីបែបហ្នឹងគឺធ្វើឲ្យយើងចំណាយពេលយូរមែនទែនអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពីវិធីចុចនៅលើ key វិញដែលវាមានលក្ខណៈលឿនជាងដែលយើងចូលក្នុង insert ហ្នឹងទី1នេះគឺគេហៅថាអក្សរ aigu អក្សរ aigu នេះគឺមានតែនៅលើមួយទេនៅក្នុងភាសាបារាំងយើងចុចធ្មេញកណ្ដោហើយចុចអក្សរសម្រាប់អក្សរតូចហើយចុចធ្មេញកណ្ដោដដែលចុច C ឲ្យជាប់ហើយចុចវានឹងចេញអក្សរធំឧទាហរណ៍ថាយើងចង់វាយ je bois du café បន្តមកទៀតគឺអក្សរ grave យើងចុចសញ្ញាទឹកកឡូកនេះជាមួយនឹងអក្សរវានឹងចេញអក្សរតូចសម្រាប់អក្សរធំចុចសញ្ញានឹងដដែលចុច C ឲ្យជាប់ហើយចុចនោះវានឹងចេញអក្សរធំឧទាហរណ៍ថាយើងចង់វាយ j'habite près de la mer សម្រាប់អក្សរផ្សេងទៀតយើងវាយដូចគ្នាឧទាហរណ៍ខ្ញុំលើកយកមកនិយាយje vais à Paris អក្សរ circonflexe យើងចុច C ឲ្យជាប់ចុចលេខ6ហើយចុចអក្សរសម្រាប់អក្សរទូចvà អក្សរធំវិញចុច C ឲ្យជាប់លេខ6ហើយដកដៃហើយចុច C ឲ្យជាប់នោះវិញជាអក្សរធំឧទាហរណ៍ដែលយើងចង់វាយ une forêt លើ dîner លើ tréma ចុច C ឲ្យជាប់សញ្ញាធ្មេញកណ្ដុរហើយអក្សរតូចអក្សរធំចុច C ឲ្យជាប់ធ្មេញកណ្ដុរដកដៃហើយចុច C ឲ្យជាប់ហើយចុចអក្សរឧទាហរណ៍ដែលយើងចង់វាយ Noël អូខេលើ maïs la cédille ចុចសញ្ញាធ្មេញកណ្ដុរហើយអក្សរ C សម្រាប់អក្សរទូចអក្សរធំចុចសញ្ញាធ្មេញកណ្ដុរ C អក្សរ C ឧទាហរណ៍យើងចង់វាយ ça va un garçonចំពោះអក្សរនេះវិញគេហៅវាបានពីរគឺdans l'eau ឬក៏ entrelacé យើងចុច Alt 0
156សម្រាប់អក្សរទូចអក្សរធំចុច Alt 0 140ឧទាហរណ៍តែយើងចង់វាយ laser លើកបច្ចេកទេសអង្គឡាក់សេហ្នឹងគឺយើងប្រើជាមួយនឹង num lock ទេហើយត្រូវប្រកាសថា num lock របស់យើងគឺបើកហើយមួយទៀតយើងអាចប្រើជាមួយនឹងលេខខាងលើនេះបានទេបើប្រើវានឹងចេញអីផ្សេងអូខេអរគុណសម្រាប់ការមើលវីដេអូនេះហើយបើសិនជាគិតថាល្អសូមជួយចែករំលែកផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត